លើកទី1របស់ខ្ញុំមកចូលមើលចន់ធ្វើនំចន់គេថាគេបរៀនខ្ញុំដែរប៉ុន្តែខ្ញុំខ្ជិលរៀនណានំនេះខ្ញុំថាខ្ញុំរវល់ថ្ងៃនេះពួកខ្ញុំទទួលបានកាដូថ្ងៃអាពាហ៍ពិពាហ៍ពីបងប្អូនបកកើតរបស់ចន់ហ្នឹងគឺជាម៉ាស៊ីនវាយនំម៉ាស៊ីនវាយម្សៅយកមកទៅក៏រៀបចំថ្ងៃនេះគឺថាធ្វើនំCornish pasty នេះវាដូចជាមិនមែនជានំផ្អែមហូបទេវាដូចជាថានំប៉័ងដាក់ស្នូលណាគេដាក់ដុតវាក្នុងម៉ាស៊ីនអញ្ចឹងឯងប្រភេទនំដែលគេដាក់ស្នូលមានសាច់គោសាច់ជ្រូកតែលើកនេះពួកខ្ញុំធ្វើដាក់សាច់គោពីព្រោះCornish pasty ហ្នឹងយើងធ្វើដាក់តែសាច់គោទេក្នុងនោះមានដំឡូងបារាំងមើម turnip មានសាច់គោនិងខ្ទឹមបារាំងហើយចង់គេកំពុងតែបរៀនខ្ញុំឲ្យជួយបត់ជួយខ្ចប់នំខ្ញុំអត់ចង់ធ្វើទេខ្ញុំថាខ្ញុំមានពេលតនេតិចតួចខ្ញុំចង់ដេកតែសំណោះគ្នាដែរព្រោះធ្វើនេះគឺដើម្បីកម្មវិធីល្ងាចនេះតែម្ដងជួបជុំគ្នានៅថ្ងៃសុក្រ Cornish pasty គឺជាម្ហូបបរទេសមួយមុខដែលខ្ញុំចូលចិត្តខ្លាំងបើមិនជាឲ្យរើសអីខ្ញុំរើហូបអានេះហើយបើថាឲ្យរើហូបburgerបាកាំងអានេះវិញគឺឆ្ងាញ់ខ្លាំងគឺជាលើកទី1របស់ពួកខ្ញុំទាំងពីរហើយដែលរៀនធ្វើរៀនខ្ចប់ពិបាកបន្តិចមិនដឹងតែមកពីម្សៅឬក៏មិនដឹងមកពីសមត្ថភាពខ្ចប់ឬក៏ដាក់ស្នូលពេញពេកអានំខ្លះហ្នឹងដូចប្រទេសក៏ឲ្យអញ្ចឹងដូចកៅលហែកយកមកប្រទេសហើយខ្លះល្អចន់គេថាវីដេអូតើល្អបានហើយអាណាល្អកុំបង្ហាញធ្លាប់ទៅកំងគេទិញក្នុងហាងក្នុងភោជនីយដ្ឋានណាមានដឹងតែគេធ្វើពិបាកចេះណាតែចន់គេថាអត់ពិបាកទេឲ្យតែមានម៉ាស៊ីនវាជួយវាយម្សៅចុងបញ្ចប់ទៅយើងយកពងមាន់ដែលយើងវាយយកមកលាបពីលើគាត់ថាការលាបបែបនេះធ្វើឲ្យផ្នែកខាងលើវាបានស្រួយល្អហើយនឹងសមិទ្ធផលដែលធ្វើបានណាយើងដុតប្រហែលជាតែកន្លះម៉ោងទេក្នុងកម្ដៅប្រហែលទៅខ្ញុំផ្លេចសួរចន់បាត់ទៅហើយដាក់តែកន្លះម៉ោងទៅអ្នកបានលទ្ធផលហើយពួកខ្ញុំពីរអ្នកធ្វើផងស្រេចផងដោយសារខ្លះវាធ្លាយកដល់ពេលធ្លាទៅអ្នកវាចេញមកអញ្ចេះចន់គេថារើយកអត់ល្អមកថតមកអូនកុំយកអាណាអត់ល្អមកថតខ្មាស់គេខ្ញុំថាឥឡូវឆ្អិនហើយលែងហូរហៀទៀតណាព្រោះស្ងួតទឹកអស់ហើយឥឡូវនេះរៀបចំដាក់ប្រអប់ដើម្បីចេញដំណើរទៅចូលរួមកម្មវិធីជប់លៀងលាគ្នានៅផ្ទះមិត្តភ័ក្តិនៅក្បែរនឹងឯងពួកខ្ញុំសម្ពោធមិត្តភ័ក្តិណាដោយសារតែពួកខ្ញុំទៅចូលរួមព្រះវិហារថ្វាយបង្គំទៅមានមិត្តភ័ក្តិនៅទៅគ្រប់ប្រទេសទោះបីជិតស្និទ្ធក៏ដោយមិនជិតស្និទ្ធក៏ដោយគឺថាមកពីគ្រប់ប្រទេសតែម្ដងមើលតិចមក Very delicate business, trifle transport. តែមិត្តភក្តិខ្ញុំគឺចិត្តតែមួយទេដើរប្រហែលជា2នាទីដល់ហើយគាត់មកថាឡើងចន្ទ្រាក់តែប៉ុណ្ណឹងចិត្តកណ្ដឹងចូលមកដល់យកមករៀបចំនេះមកអង់គ្លេសសុទ្ធគឺថាគ្មានទឹកស៊ុបគ្មានណែបបចំហុយជូរគ្រឿងឲ្យដូចយើងសោះតែម្ដងតែធម្មតាទេម្ហូបគេឆ្ងាញ់បែបគេម្ហូបយើងឆ្ងាញ់បែបយើងចឹងឯងទលៀនទលាប់ខុសគ្នាសម្បីតែម្ហូបអាហារក៏ខុសគ្នាដែរមានទាំងបង្អែមមានទាំងចង្អាបគឺថាបាញ់តុតែម្ដងមានទាំងផ្លែឈើទៀតទៅត្រៀបត្រាសម្បូរណាស់ខែ